តោះទៅបងត្រីនៅតាមសុកស្រែជាមួយនឹងខ្ញុំហើយព្រឹកនេះជាថ្ងៃចុងសប្តាហ៍ទៀតហើយខ្ញុំក៏បានជិះម៉ូតូទៅតាមបងស្គាល់គ្នាហ្នឹងហើយទៅឆ្ងាយមែនតើគាត់នៅដឹងថាឆ្ងាយពីខេត្តហើយទៅដល់ណាក៏ទៅតាមដែរឲ្យតាបងត្រីឬក៏ហៅត្រីអ្វីស្ទួយត្រីបងសំណាញ់អីចូលចិត្តណាស់ហើយខែនេះដែរវាមិនសូវសម្បូរទៅដោយទឹកច្រើនប៉ុន្មានទេអត់តដល់ខែភ្លៀងខ្លាំងប៉ុន្មានទេហើយទីតាំងខ្លះទៅយើងក៏បានច្រើនហើយទីតាំងខ្លះទៅយើងក៏បានតិចទៅតាមហ្នឹងអញ្ចឹងហើយយើងមកតាមសុកស្រែឆ្ងាយដាច់ស្រយាលពីខេត្តដែរហើយត្រីមិនសូវធំប៉ុន្មានទេតូចយើងមកយកត្រីតូចត្រីធំក៏យកដែរប៉ុន្តែអត់ទៅបានពេលខ្លះយើងបងអត់បានបងក៏គៀយកសំណាញ់គៀបន្ថែមអញ្ចឹងទៀតដោយសារតាមតំបន់ខ្លះយើងស្គាល់ទាំងទៅយើងអាចដឹងកន្លែងណាមានត្រីច្រើនកន្លែងណាយើងអត់តបានស្គាល់យើងឃើញទឹកអីទៅនោះយើងចេះទៅបងអីចឹងទៅហើយពេលខ្លះវាមិនបានធំដុំប្រហែលបានតិចតួចមករឿងយើងស្លុកយើងហូបអីតិចតួចជុំគ្នាហើយថ្ងៃចុងសប្តាហ៍ចុងអីយើងគេហៅថារលិករំសាយខួរក្បាលខ្លះណាហើយខ្ញុំវិញមិនសូវជំនាញរឿងបងត្រីប្រហែលនេះមកដេកយងរឹងមកអង្គុយអាំងត្រីអាំងឲ្យធ្វើបង្ងើយនេះហើយចោះនេសាទអីអត់ជំនាញចេះតែជំនាញរែងមងរីទុយទេហើយរឿងបងស្នាញ់បងអីអត់សូវប៉ិនទេហើយនេះដែរវាស្រែគេឃើញសត្វស្លាប់អញ្ចឹងចេះតែបាញ់ពីបដាអត់បានណាបងប្អូនសិតតែមានម្ចាស់ទាំងអស់ហើយយើងបានមកមើលកំសាន្តទេតែហើយយើងដើរមករកកន្លែងខ្លះក៏បានត្រីច្រើនទៅត្រីគេហៅថាអ្នកសៀមរាបគេហៅថាត្រីទុំពិលហើយខ្ញុំវិញហៅថាត្រីអត់ត្រីតូចទេហើយបន្ទាប់ពីយើងបានត្រីមកយើងយកពេលខ្លះយើងអាំងឲ្យវាបង្កើតយើងយកមកចៀនបន្ថែមហ្នឹងទៅហើយក៏បានដាក់ផ្ទះដាក់ខ្លៃមកជាមួយដែរហើយរីឯមិត្តភក្តិខ្ញុំមួយនេះវិញបានគឺគាត់បកកែសំដែងខ្លាំងមែនតើគាត់រឿងសាច់កាយយកអត់កើតទេបើរឿងសំដែងអូខេហើយនេះត្រីដែលចៀនហើយគឺអេមតែម្ដងហើយបន្ទាប់ពីយើងជួបជុំគ្នាញ៉ាំអីចឹងអស់ហើយយើងកុំភ្លេចប្រម៉ូសម្រាម6នៅជុំវិញនឹងផងដើម្បីកុំឲ្យខូចបរិស្ថាននៅកន្លែងគេហើយកន្លែងដែររោងគេនេះគឺជារោងអ្នកស្រែអីគេហ្នឹងទេយើងមកអង្គុយកន្លែងគេយើងជួយសម្អាតបោសសម្អាតអីឡើងវិញអញ្ចឹងណាអរគុណច្រើនបងប្អូនជម្រាបលាចាំជួបគ្នាវីដេអូក្រោយៗទៀតបាយជម្រាបលា